សួស្តីអ្នកគ្នាទីផុតខ្ញុំទទួលបានវ៉ាន់តារបស់ Meta ហើយគឺ Meta Ray-Ban AI Generation 1 អញ្ចឹងខ្ញុំបន្តបានបើកអ្នកគ្នានេះវានៅសេនអញ្ចឹងខ្ញុំនឹងធ្វើការបើកទាំងអស់គ្នាមិនចេះគ្នាអូខេពីបើកមកដូច Transformer វិញក្នុងហ្នឹងគឺយើងមានទេនេះវ៉ាន់តាវាមានឆានសាកនៅក្រោមនឹងស្រេចហ្មងអញ្ចឹងបើយើងបើកមកវាលោតភ្លើងអានឹងដូច power bank ចឹងអ្នកគ្នាវ៉ាន់តានឹងវាលយខ្ញុំនឹងសាកពាក់វាសិនចង់ដឹងថាវាមិនដែរខុសពីវ៉ាន់តាធម្មតាមិនដែរអញ្ចឹង yeah let's do it អីហ្នឹងគេដូចយើងពាក់វ៉ាន់តាធម្មតាបញ្ចុកអីវាអត់មានមានយកមកអីវាមើលដូចធម្មតាចឹងអត់មានអីផងតែខ្ញុំមិនដឹងថាពេលថ្ងៃវាដូរកញ្ចក់ទៅជាពណ៌ខ្មៅអីដោយសារបងម្នាក់មិត្តភក្តិបងប៉ុយពេឌីគាត់ធ្វើអានឹងនៅអូស្ត្រាលីគាត់ថាពេលគាត់ចេញទៅក្រៅទៅកញ្ចក់វាឡើងពណ៌អីគេហៅ sunglasses ចឹងខ្ញុំមិនដឹងថានេះវាដូរអត់ទេប៉ុន្តែសំខាន់រកឡើងជួយបើកអត់ចេះប្រើសំខាន់កាមេរ៉ាមានដល់2គ្រាប់នេះអត់ focus នេះអត់អាមុខនេះកាមេរ៉ាមួយជាងខាងនេះកាមេរ៉ាមួយជាងទៀតហើយដល់ពេលយើងសាកថ្មនេះវានៅកន្លែងអង្គុយលើច្រមុះនេះអត់ focus អាឡែងអង្គុយលើច្រមុះហ្នឹងកន្លែងសាកថ្មហើយអាឡែងជាងនេះគេមានបេតុងចុចហើយយ៉ានេះ focus អត់ focus នេះវាមានបេតុងចុចខាងលើហើយសំខាន់កន្លែងនេះតួនេះវាធំអញ្ចឹងកន្លែងហ្នឹងវាផ្ទុកថ្មផ្ទុកគ្រឿងកាត់ឲ្យវានៅខាងនេះហ្នឹងតែសំខាន់វាអត់មានថ្មណាគ្នាខ្ញុំចង់សាកថ្មវាសានៅក្នុងប្រអប់ហ្នឹងគេដាក់ថងនេះបាំងកន្លែងសាកថ្មអញ្ចឹងទៅវាអត់សាអញ្ចឹងក៏ខ្ញុំសុំដាក់សាវាមកបន្តិចសិនខ្ញុំចង់តេស្តវាខ្ញុំស្ដោតមកផ្លេតចង់ដឹងថាវាសាកថ្មហើយវាដើរអត់សូពេលខ្ញុំនិយាយថាអាប្រអប់ហ្នឹងដូចវាសាកលឿនដែរអញ្ចឹងសាកដងទៀតនេះវាដុតភ្លើងឃើញអត់វាដុតភ្លើងនេះថាវាចូលថ្មហើយឥឡូវខ្ញុំសាកបានបន្តិចអូ Hello Meta អូនេះថតរូបពេលយើងចុចជាងនេះថតរូបMeta open the app ដូចវាអត់ load Meta start recording ហ្នឹងពេលដឹងថាក្នុងនឹងវាមានតែប៉ុណ្្នឹងហើយសំខាន់ដូចអត់មានកណ្ដាស់ណែនាំទេដូចជាមាន QR នេះគ្នានេះខ្ញុំគិតថា scan QR នេះ scan QR នេះហើយវាអាចឲ្យយើង download app ជីបណ្ដាគេចង់បានអាចតាក់ទងខ្ញុំបាននឹងនេះដល់គ្នាខ្ញុំទិញសាកល្បងវាជួបគ្នាវីដេអូក្រោយ